ព្រះកុសបថេឬព្រះមហាក្សត្រគឺជាព្រះអរហន្តមួយអង្គក្នុងព្រះពុទ្ធសាសនាដែលត្រូវបានគេស្គាល់ថាជាបុព្វការីជននៃការបដិបត្តិធម៌និងជាព្រះថេរៈដ៏សំខាន់មួយអង្គក្នុងចំណោមព្រះអរហន្តទាំងឡាយទ្រង់ជាសាវកជំនាន់ដើមរបស់ព្រះពុទ្ធនិងត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំក្នុងការរក្សាព្រះធម៌បដិបត្តិបន្ទាប់ពីព្រះពុទ្ធបរិនិព្វានប្រវត្តិសង្ខេបព្រះកុសបថេបានកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌាមុនពេលបួសទ្រង់មានឈ្មោះថាបិពលៈក្រោយពេលបានស្ដាប់ព្រះធម៌ពីព្រះពុទ្ធទ្រង់ក៏បានសម្រេចចិត្តបួសនិងបានសម្រេចព្រះអរហន្តក្នុងពេលក្រោយមកមិនយូរប៉ុន្មានគុណសម្បត្តិនិងការបដិបត្តិព្រះកុសបថេត្រូវបានគេស្គាល់ថាជាអ្នកបដិបត្តិធម៌ដ៏តឹងរ៉ឹងនិងមានសីលធម៌ខ្ពង់ខ្ពស់ទ្រង់ជាអ្នកដឹកនាំក្នុងការបដិបត្តិធម៌វិន័យនិងត្រូវបានព្រះពុទ្ធទ្រង់ទុកចិត្តផ្ទាល់ក្នុងការដឹកនាំសង្ឃក្នុងគម្ពីរបាលីព្រះអង្គត្រូវបានគេលើកយកពីសមត្ថភាពក្នុងការរក្សាព្រះធម៌និងជាអ្នកដឹកនាំក្នុងការប្រមូលព្រះសូត្រក្រោយព្រះពុទ្ធបរិនិព្វានតួនាទីក្រោយព្រះពុទ្ធបរិនិព្វានបន្ទាប់ពីព្រះពុទ្ធបរិនិព្វានព្រះកុសបថេបានដឹកនាំការប្រមូលព្រះធម៌សង្គីនាដំបូងដោយការរៀបចំឲ្យមានការសន្និសីទសង្គីនាលើកដំបូងនៅក្នុងក្រុងរាជក្រឹស្នការសន្និសីទនេះមានគោលបំណងរក្សាព្រះធម៌និងវិន័យឲ្យបានត្រឹមត្រូវនិងជាការចាប់ផ្ដើមនៃការចងក្រងព្រះត្រៃបិដកសារប្រយោជន៍ព្រះកុសបថេតំណាងឲ្យការបដិបត្តិដ៏តឹងរ៉ឹងនិងការតស៊ូក្នុងការរក្សាព្រះធម៌ព្រះអង្គជាគំរូដ៏ល្អសម្រាប់ពុទ្ធសាសនិកក្នុងការប្រកាន់ខ្ជាប់នូវសីលធម៌និងការបដិបត្តិធម៌ឲ្យបានល្អិតល្អន់